ជំរាបសួររូបជំសួស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះអេដមីនបាននិយាយពីវេទនាចិនថាតិកិថ្ងៃនេះគឺថាយករឿងមកបែបបន្ទត់តែម្ដងចង់ដឹងថាតើរឿងអេដមីនគឺល្អប្រពន្ធណាយើងចូលសាច់រឿងទាំងអស់គ្នាតាមសាច់រឿងមកគេបានបង្ហាញពីក្មេងស្រីម្នាក់កំពុងតែឈរចាំរថភ្លើងចឹងណាគឺដូរសពមួយដងចឹងហើយសត្វតាមានសត្វពីរនាក់បានចុះពីចន្ទាមករនាមតែម្ដងហើយក្មេងស្រីនឹងក៏បានងាកទៅមើលផងដែរហើយសត្វអ្នកពីរនាក់នឹងគឺជាសត្វដែលមួយពីគេចឹងណាហើយក្មេងស្រីនឹងក៏ភ័យខ្លាំងមែនទែនហើយពីរនាក់នឹងក៏បានចេញប្រតិបត្តិការប៊ូលីទៅកាន់ក្មេងស្រីម្នាក់នឹងដោយធ្វើការអ្វីអីចឹងណាហើយក្មេងស្រីម្នាក់មួយទៀតក៏បានចាប់ដៃក្មេងស្រីម្នាក់នឹងហើយក៏បាននោះគ្នារុញស្រីម្នាក់នឹងធ្លាក់ចំកន្លែងរថភ្លើងមកតែម្ដងចឹងណាហើយពួកគេក៏បាននាំគ្នាសើចចឹងតែម្ដងអូខេចឹងយើងហើយរថភ្លើងក៏បានតម្រង់មកកន្លែងដែលក្មេងស្រីនឹងធ្លាក់ហើយក្មេងស្រីនឹងគឺពិតជាខ្ញុំមែនតើហើយពីអ្នកនឹងគឺឈរមើលចឹងហ្មងណាហើយគ្នាភ័យមែនតើមើលមុខក៏ដឹងដែរហើយពួកគេក៏បាននាំគ្នារត់ហើយសាក់សោកក្មេងស្រីនឹងគឺដាច់ពាក់កណ្ដាលខ្លួនចឹងហ្មងណាពិតជាគួរឲ្យខ្លាចខ្លាំងមែនតើអូខេចឹងគឺថាក្មេងស្រីនឹងគឺកាត់ជាខ្មោចតៃហងមួយហើយគឺជាខ្មោចតិកិនឹងឯងចឹងទៅមកទៀតគេបានបង្ឃើញពីបរិះម្នាក់គឺថាគាត់បានចេញពីកន្លែងផ្សារមួយហើយបានឃើញក្មេងស្រីម្នាក់អង្គុយហើយគាត់ខំប្រឹងមើលខាងមែនទេថាស្រីម្នាក់ហ្នឹងគឺជាខ្មោចតិកិរបស់យើងនឹងឯងគឺគ្មានណាផ្សេងទេហើយខ្មោចហ្នឹងក៏បានយកកំបិតមួយហើយក៏បានរត់យ៉ាងស្លាវហើយក៏បានទៅកាត់បរិះម្នាក់ហ្នឹងទៅម្ដងម្នាក់នឹងស្អែកអង្គុយខ្លាចជាងខ្លាំងមែនទេហើយបន្តមកទៀតគឺថាសាក់សំហ្នឹងគឺដាច់ពីកណ្ដាលខ្លួនចឹងហើយសពីអ្នកនឹងគឺនៅតែប៊ូលីទៅកាន់ក្មេងទៀតចឹងហើយឮស្រាប់តែឮសំឡេងមួយនេះខ្ញុំដាក់ឲ្យស្ដាប់គឺជាខ្មោចតិកិបាទមកហើយគេមកហើយចឹងហើយខ្មោចនោះក៏បានសម្លាប់ក្មេងស្រីពីអ្នកនឹងតែបានប៊ូលីមកកាន់នាងហើយធ្វើឲ្យស្លាប់ចឹងហើយក្មេងស្រីនេះគឺភ័យខ្លាំងមែនទេក៏បានរត់ទៅហើយនេះគឺជាព័ត៌មានផ្សព្វផ្សាយអំពីខ្មោចតិកិហ្នឹងហើយបានគេដាក់ឈ្មោះខ្មោចតិកិហ្នឹងគឺមកពីខ្មោចនឹងវារត់ទៅឬតិកិចឹងណាហើយគ្រីស្ទហ្នឹងគឺបានជួបជាមួយខ្មោចតិកិខ្មោចនឹងក៏បានចេញប្រតិបត្តិការរបស់គេចឹងរឿងនេះមានតែប៉ុណ្្នឹងទេបាយបងប្អូនអរគ្នា